វេទិកាសន្តិភាពបារាំងលើកទី8អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃសម្ដេចមហារដ្ឋាភិបាលធិបតីខុនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំតុមុលនៃវេទិកាសន្តិភាពប៉ារីសលើកទី8ដែលបានប្រធ្វើឡើងក្នុងទីក្រុងប៉ារីសប្រទេសបារាំងនាថ្ងៃទី29ខែតុលាឆ្នាំ2025នេះបានលើកឡើងពីការឯកភាពរបស់កម្ពុជានិងថៃលើកិច្ចព្រមព្រៀងសន្តិភាពដោយមានការជួយសម្របសម្រួលពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងដោយមានការជួយគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពនេះបានបិទទំព័រមួយដ៏លំបាកនិងបើកនូវសក្តានុពលថ្មីមួយដែលមិនត្រឹមតែបញ្ចប់នូវចំនួននាពេលបច្ចុប្បន្នថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាពដោយដោះស្រាយនៅមូលហេតុនៃចំនួននិងបង្កើតលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាបាននូវសន្តិភាពយូរអង្វែងសុខដុមរមនានិងវិបុលភាពរួមសម្ដេចប្រធានរដ្ឋាភិបាលបានបន្តថាគោលការណ៍ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពគឺគោលការណ៍ដែលកម្ពុជាបានបដិញ្ញាចិត្តដោយមោះមុតទោះបីជាវាលំបាកឬសាមញ្ញប៉ុណ្ណាក៏ដោយចំនួននេះត្រូវតែដោះស្រាយតាមមធ្យោបាយដោយសន្តិភាពដោយគោរពទាំងស្រុងតាមសន្ធិសញ្ញានិងច្បាប់អន្តរជាតិដែលមានជាធរមានកិច្ចពិភាក្សាតុមុលនៃវេទិកាសន្តិភាពប៉ារីសជាកិច្ចប្រជុំដ៏មានសារៈសំខាន់ដើម្បីផ្លាស់ប្តូរទស្សនៈដោយភាពស្មោះត្រង់និងបើកចំហលើបញ្ហាប្រឈមដ៏សំខាន់បំផុតដែលពិភពលោកកំពុងជួបប្រទះកិច្ចប្រជុំតុមុលបានប្រធ្វើឡើងក្រោមប្រធានបទចំពោះមុខនៃការបែកបាក់អធិបតេយ្យភាពក្នុងកលៈទេសៈដែលសណ្ដាប់ធ្នាប់ពិភពលោកមានការបែកខ្ញែកក្រោយពីការលើកឡើងរបស់សម្ដេចប្រធានសមាជិកចូលរួមកិច្ចប្រជុំបានសម្ដែងការអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃកិច្ចប្រជុំបានវាតម្លៃខ្ពស់ចំពោះសន្តិភាពសម្ដេចប្រធានរដ្ឋាភិបាលកម្ពុជាបានលើកឡើងបន្តថាកម្ពុជាជាប្រទេសតូចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការទូតនិងច្បាប់អន្តរជាតិដើម្បីការពារផលប្រយោជន៍ជាតិជាប្រទេសតូចមិនមែនមានន័យថាយើងមិនមានសិទ្ធិស្វ័យសម្រេចឡើយប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ពីការបដិញ្ញាចិត្តរបស់យើងចំពោះសន្តិភាពនិងគោលនយោបាយការបរទេសនិងច្បាប់ជាគោលមុននឹងបញ្ចប់សន្ទរកថាសម្ដេចប្រធានរដ្ឋាភិបាលកម្ពុជាបានលើកឡើងនូវយោបល់ចំនួន3ដល់កិច្ចប្រជុំទី1យើងត្រូវវិនិយោគជាប្រចាំលើការកសាងសន្តិភាពការទូតបង្ការនិងការគ្រប់គ្រងវិបត្តិដោយប្រសិទ្ធភាពទី2យើងត្រូវពង្រឹងប្រព័ន្ធពហុភាគីនិយមមានភាពបើកចំហបរិយាបន្ននិងច្បាប់ជាធំនិងទី3យើងត្រូវលើកកម្ពស់អភិក្រមនិយមកណ្ដាលយកប្រជាជនជាគោលក្នុងការគ្រប់គ្រងវិបត្តិនិងដោះស្រាយជម្លោះនិងលើកកម្ពស់របៀបបរៈស្ត្រីសន្តិភាពនិងសន្តិសុខ